អូមកភាពកុសលរានពរដល់ញាតិញោមក្នុងស្រុកនិងក្រៅស្រុកក្នុងប្រទេសនិងក្រៅប្រទេសក្នុងថ្ងៃនេះគឺថ្ងៃ12រោចខែចេហើយម្យ៉ាងទៀតក៏វត្តនៅក្នុងភូមិចាញនៅក្នុងភូមិចាញក្ដុលសានជ័យស្រុកទឹកផវត្តនាមរបស់វត្តគឺវត្តកាយសវណ្ណគិរីសានជ័យសុខារាមហៅភ្នំក្រងប្រទេសនៅភូមិចាញគឺក្ដុលសានជ័យស្រុកទឹកផដដែលហាស្រេចដូច្នេះហើយអាត្មាភាពទឹមកសាងបានតែ7ឆ្នាំទេញាតិញោម7ឆ្នាំទេអញ្ចឹងក៏ការខ្វះខាតមុខជាពុទ្ធបរិស័ទក៏តិចនឹងហើយក៏ការកសាងនេះបើរុញដីនេះគឺក្នុង1ម៉ោង100000ណាស្រាប់ហើយអូក្នុង1ម៉ោង100000ហ្នឹងហើយបើតសនេះឡើងលើដើម្បីធ្វើសាលាធម្មសទ្ធាក៏មួយដើមតទៅប្រវែង2ម៉ែត្រគឺបច្ច័យចំនួន130,000បើសិនញោមមានសទ្ធាចាស់ថ្លាចូលរួមក្នុងការកសាងនៅសាលាធម្មសទ្ធានេះសូមចម្រើនពរតាមទឹកចិត្តសទ្ធាប៉ុណ្ណាហើយក៏សូមចម្រើនពរជូនកសលផលបុណ្យញាតិញោមឲ្យរួចចាក់ទុកទោសអំពីសេចក្តីអន្តរាយចាប់ពីពេលនេះតរៀងទៅឲ្យមានតែក្តីសុខឲ្យសុខទៀតទៅប្រៈលោកកបីគ្រៀងគ្រៀតដោយប្រការដតីឡើយសាធុហ្នឹងពុទ្ធបរិស័ទចិត្តឆ្ងាយទស្សនាទាំងអស់គ្នាលោកខ្ញុំបាទបានធ្វើវីដេអូដែលគុណនៅកងវត្តភ្នំក្រងចុះណាលោកតាស្ថិតនៅភូមិភ្នំក្រងស្ថិតនៅភូមិចាញ់ឃុំក្ដុលសែនជ័យអញ្ចឹងលោកតាមានពុរការព្រាមលាពុទ្ធបរិស័ទចិត្តឆ្ងាយក្រែងមានសទ្ធាចាស់ឆ្លាចូលចាប់ជាកុសលជាមួយខ្ញុំបាទធ្វើវីដេអូនេះតទៅសមមកដើមប្រហែលលោកតា130,000ណា130,000តទៅលើទៀតមួយកណាត់ពួកអីទៅសបានចំនួន32ដើមហើយប៉ុន្តែទៀតដល់ពេលទៀតហ្នឹងតទៅលើមួយកណាត់ទៀតចឹងតាណាក្នុងមួយកណាត់ហ្នឹង130,000ចឹងមានសម្ភារៈលើវត្តទាំងអស់ទេកណាអរគុណលោកតាអរគុណវេបលាពុទ្ធបរិស័ទចិត្តថ្ងៃទាំងអស់គ្នាសុខចម្រើនអរគុណលោកតា